ថ្ងៃនេះចែមកស្រាយចម្ងល់ក៏ដូចជាមកឆ្លើយនឹងសំណួរដែលពុកម៉ែបងប្អូនកូនក្មួយសួរជាច្រើន comment ក៏ដូចជាឆាតមកសួរចែអំពីរឿងសេគូគាត់ចង់ដឹងអំពីប្រវត្តិរូបសង្ខេបផុនសេគូអីអញ្ចឹងណាហើយមកចែក៏គ្មានរឿងអីដែលត្រូវលាក់បាំងជាមួយនឹងពុកម៉ែបងប្អូនកូនក្មួយទេគាត់ថាពេលដែលពុកម៉ែបងប្អូនកូនក្មួយ comment មកសួរចែគឺចែអត់សូវបានដែលថា comment ឆ្លើយតបទៅវិញឲ្យបានក្បោះក្បាយឯងពួកអីចែអត់សូវមានពេលនិយាយរួមមកចែមានពេលស្មានណាចែលេងស្មាននឹងឯងជួនកាលក៏អត់មានពេលដោយពុកម៉ែបងប្អូនកូនក្មួយនឹងស្រាប់អញ្ចឹងគឺចែទៅធ្វើការរោងចក្រមិនមែនមេផ្ទះឯងម្ល៉េះហើយអត់សូវមានពេលវេលាគ្រប់គ្រាន់អញ្ចឹងណាមកពីធ្វើការវិញត្រូវធ្វើម្ហូបរៀបចំផ្ទះអីអញ្ចឹងទៅពេលណាដែលចែទំនេរចែក៏ធ្វើវីដេអូផុសនេះផុសនោះជួនកាលចែករំលែកជួនកាលនិយាយលេងសើចជាមួយនឹងពុកម៉ែបងប្អូនកូនក្មួយឲ្យបានសុបាយដូចថារំហាយអារម្មណ៍រួចមួយថ្ងៃអញ្ចឹងណាតោះកុំឲ្យខាត់ពេលវេលាយូរមកឆ្លើយនឹងសំណួរដែលពុកម៉ែបងប្អូនកូនក្មួយចង់ដឹងច្រើនខ្លាំងមែនតែនសួរថាចែឬមួយក៏អ៊ីសេគូមុខដូចជប៉ុនដល់ហើយតើពូសងគាត់ជប៉ុនមែនអីប៉ុន្តែឃើញគាត់និយាយខ្មែរច្បាស់ម៉ែពូសងគាត់មិនជប៉ុនទេប៉ាសេគូបានជប៉ុនដែលពាក្យយើងហៅងាយសួរគឺថាអតីតផុនអ៊ីគាត់គឺជាជនជាតិជប៉ុនហើយនៅពេលដែលសេគូគាត់អាយុបាន2ឆ្នាំគឺយើងមានបញ្ហាតែសារតែអតីតផុនអ៊ីហ្នឹងគឺគាត់ទៅមានស្រីអីអញ្ចឹងណាម្ល៉េះហើយធ្វើឲ្យជីវិតគូផុនអ៊ីគឺរស់នៅមិនចុះសម្រងក៏ចែកផ្លូវគ្នារៀងខ្លួនទៅនិយាយទៅសេគូគឺគាត់កាត់100ចែតែមួយទេគឺគាត់មានភេទស្រីដូចចែអញ្ចឹងតែក្រៅពីនឹងមុខមាត់ភ្នែកច្រមុះរូបរាងកម្ពស់អត្តចរិតមាយាទគឺកាត់តារោប៉ាគាត់ទាំងអស់ឲ្យបេះនឹងដាក់ហ្មងណាដូចចាក់ពុំតែមួយអញ្ចឹងឥឡូវចែបកស្រាយប៉ុណ្ណឹងអស់ឆ្ងល់នៅពុកម៉ែបងប្អូនកូនក្មួយហើយចែឆ្លើយនឹងសំណួរមួយទៀតហើយគឺសំណួរមួយនេះក៏មានខមមិនឬក៏ឆាតមកសួរច្រើនខ្លាំងហើយចែក៏ធ្លាប់ឆ្លើយធ្លាប់អីដែរប៉ុន្តែក៏នៅតែមានfan ដែលគាត់ជាអ្នកថ្មីគាត់អត់ដែលបានស្គាល់អញ្ចឹងណាគាត់សួរថាចែសេគូឈ្មោះអីគេឈ្មោះសេគូមែនឬមួយក៏ឈ្មោះស្អីគេគូឈ្មោះពេញផាន់សេគូគឺឈ្មោះសាគូរ៉ាចែតែងតែហៅសេគូអញ្ចឹងណាហៅកាត់អីអញ្ចឹងទៅតែចំណែកពូសុងវិញគាត់ហៅសេគូគាត់ហៅកូនគូនិយាយទៅគាត់ហៅសេគូព្រោះជាងចែចែហៅសេគូអញ្ចឹងតែជួនកាលអូននេះចាំងអីអញ្ចឹងតែហៅជាភាសាជប៉ុនអីអញ្ចឹងណានិយាយទៅដោយពេលទេហើយកុំប្រាប់ថា comment មកសួរថាចែឯងឈ្មោះអីគេប្រហែលមើលទៅអត់មានអ្នកណា comment មកសួរអញ្ចឹងទេព្រោះអី idol ផុនfan ចែដឹងសេគូជាមួយនឹងពូសុងអត់ដែលរំលឹកពីចែសោះហើយអញ្ចឹងអរគុណច្រើនជម្រាបលា